ឯកសារចំនួន7ត្រូវបានចុះហត្ថលេខាក្រមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជាថៃនៅព្រឹកថ្ងៃទី22ខែមេសាឆ្នាំ2025នេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកជំទាវ ផែថងថានស៊ីណាវ៉ាត់នាយករដ្ឋមន្ត្រីថៃបានអញ្ជើញចូលរួមជាសហអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន7រួមមាន 1. កិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់កម្លាំងពលកម្មរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ 2. អនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ 3. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងធនធានធម្មជាតិនិងបរិស្ថាននៃព្រះរាជាណាចក្រថៃស្តីពីកិច្ចសហប្រតិបត្តិការគាំពារបរិស្ថានឆ្លងដែន 4. កិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃស្តីពីការគ្រប់គ្រងថែទាំនិងប្រើប្រាស់ស្ពានមិត្តភាពកម្ពុជាថៃស្ទឹងបត់បាណងអៀន 5. កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃស្តីពីការសាងសង់ស្ពានព្រំដែនផ្សារព្រំបានផាកាត 6. កំណត់ហេតុស្តីពីការផ្តល់ជំនួយបញ្ចេញទេសលើការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងលើកម្រិតគុណភាពផ្លូវជាតិលេខ57 បាត់ដំបងច្រកទ្វារអន្តរជាតិព្រំដែនរវាងក្រសួងសាធារណការនិងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជានិងទីភ្នាក់ងារសហប្រតិបត្តិការដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិតខាងនៃព្រះរាជាណាចក្រថៃ 7. ការចុះលិខិតប្តូរសារស្តីពីគម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍមុខជំនាញកម្ពុជាថៃ